ចង់ប្រាប់គាត់ថាខ្ញុំអរគុណដែលមានគាត់ចូលមកក្នុងជីវិតខ្ញុំចាហើយគាត់តែងតែមើលថែខ្ញុំយកចិត្តទុកដាក់បារម្ភខ្វល់ខ្វាយហើយតែងតែធ្វើនៅអ្វីដែលគាត់គិតថាធ្វើឲ្យខ្ញុំសុខចិត្តចឹងបងរឿងអីដែលខ្ញុំអត់សុខចិត្តគឺគាត់ធ្វើទេចាជំរាបសួរអូនចាជំរាបសួរបងសុខសប្បាយផលិនសុខសប្បាយបងអរគុណសម្រាប់ការចំណាយពេលវេលាស្វាគមន៍មកកាន់កម្មវិធី Holistic Podcast ហើយថ្ងៃនេះយើងនិយាយគ្នាពាក់ព័ន្ធនឹងប្រធានបទមួយនៅក្នុងអេពីសូតទី6និយាយអំពីអារម្មណ៍ផ្លូវចិត្តនៅពេលដែលមានផ្ទៃពោះចាបងតាមការនិយាយគ្នាមុននេះអូនមានផ្ទៃពោះលើកទី1បងសូមដឹងពីអារម្មណ៍របស់អូនតិចចែករំលែកបានទេបានបងពេលយើងដឹងថាយើងមានដបងយើងរំភើបអីចឹងបងដោយសារយើងកូនដបងមកបងអញ្ចឹងហើយអ្នកដែលដឹងបន្ទាប់ពីអូនជាអ្នកណាគ្រូសាខ្ញុំបងអញ្ចឹងហើយអូនធ្វើវិធីអីដើម្បីគាត់ដឹងខ្ញុំថតរូបថតអីទុកឲ្យគាត់មើលចឹងបងហើយថតវីដេអូថតអីទុកចឹងបងចាហើយគាត់រំភើបអត់គាត់រំភើបផងបងហើយចំពោះក្រុមគ្រួសារពុកម្ដាយបងប្អូនក្រុមគ្រួសារខាងស្វាមីអីដែរគាត់មានអារម្មណ៍បែបណាខ្លះគាត់សុខចិត្តដូចគ្នាបងអញ្ចឹងហើយចំពោះពុកម្ដាយក្មេកបងអូនវិញគាត់មានអារម្មណ៍ថារំភើបជាមួយនឹងចៅអត់រំភើបបងស្វាមីបងអូនជាកូនទីម៉ានគាត់ជាកូនទី2បងអញ្ចឹងពុកគាត់ធ្លាប់មានក្មួយចាបងចុះបើសិនពេលអារម្មណ៍គាត់ពេលមានកូននេះឬតែមានកូនអារម្មណ៍គាត់មិនដែរគាត់រំភើបបងរំភើបខ្លាំងអូនអាច detail បន្តិចបានទេរំភើបបែបណាខ្លះដើម្បីជាការចែករំលែកលក្ខណៈថាពិបាកនិយាយបងរៀបថារំភើបរើអីនិយាយអត់បានអញ្ចឹងណាហើយគាត់និយាយពីអីខ្លះមកកាន់អូនគាត់អត់និយាយអីផងគាត់គ្រាន់តែថើបយើងអញ្ចឹងបងអញ្ចឹងអាកាយវិការហ្នឹងសំខាន់ជាងពាក្យសម្ដីទៀតណាចាបងអរគុណច្រើនសួរនាំយើងច្រើនបន្តិចតើទៅនឹងអារម្មណ៍លើកទី1នេះដោយសារតែ topic នេះយើងនិយាយអំពីអារម្មណ៍បន្ទាប់ពីនឹងមកអារម្មណ៍នៅពេលដែលខ្លួនឯងមានផ្ទៃពោះខ្លាយជាស្ត្រីដែលមានផ្ទៃពោះគេហៅថាអ្នកមានផ្ទៃពោះណាអូនមានសម្ពាធទេឬក៏អូនមានអារម្មណ៍បែបណាខ្លះសម្ពាធមានតិចតួចដែរអញ្ចឹងបងដោយសារយើងបារម្ភថាយើងកូនដបងអញ្ចឹងយើងខ្លាចយើងធ្វើអត់បានល្អអញ្ចឹងណាបងចាតែភិកច្រើនរំភើបជាងបងស្ដាប់មើលអារម្មណ៍រំភើបអូននៅតែមានដល់ពេលចាបងសុំទោសប៉ុន្មានខែដែរអូនបច្ចុប្បន្ន7ខែបងប្រកាសជាដឹងថាបុតស្រីប្រុសហើយចាបងបុតស្រីប្រុសកូនស្រីបងកូនស្រីអបអរសាទរហើយស្វាមីពេលដែលគាត់ដឹងថាទទួលបានបុត្រីតើគាត់អារម្មណ៍បែបណាគាត់សុខចិត្តបងដោយសារគាត់ចង់បានកូនស្រីអញ្ចឹងហ៎បងមានអ្នកខ្លះគាត់ចង់បានកូនប្រុសគាត់ចង់បានទាំងប្រុសទាំងស្រីតែពេលបានកូនស្រីអញ្ចឹងគាត់សុខចិត្តដែរអញ្ចឹងហ៎បងចាដោយសារមួយណាក៏បានដែរបងដោយសារយើងកូនដំបូងហ៎បាទកូនដំបូងហើយអូនមានយកចិត្តទុកដាក់ចំពោះសុខភាពរាងកាយបងអូនបែបណាខ្លះអាចចែករំលែកបានទេចំពោះការមានផ្ទៃពោះនេះចាបងខ្ញុំយកចិត្តទុកដាក់បងដោយសារយើងដឹងថាយើងមាន baby អញ្ចឹងទៅយើងញ៉ាំអីដែលល្អដើម្បីជំនួយដល់កូនអញ្ចឹងហ៎បងព្យាយាមញ៉ាំបន្លែញ៉ាំផ្លែឈើអីឲ្យបានច្រើនអញ្ចឹងហ៎បងបាទអូនគិតថាការដែលទៅមើលផ្ទៃពោះជារៀងរាល់ខែហ្នឹងវាជាកាតព្វកិច្ចឬមួយក៏មានអារម្មណ៍ធុញថប់អត់ធុញថយបងពេលទៅម្ដងសុបាយចិត្តហើយបងឲ្យតែដល់ថ្ងៃទៅអញ្ចឹងបងដោយសារយើងចង់ឃើញមុខកូនចង់ឃើញការលូតលាស់របស់កូនអញ្ចឹងហ៎បងបាទចម្លើយគឺក្បោះក្បាយមែនតើជាការចែករំលែកពិសេសនៅក្នុងអេពីសូតនេះសង្ឃឹមថាបងមិត្តនារីឬក៏ប្អូនបងដែលគាត់មានបំណងចង់មានបុត្រគាត់នឹងស្ដាប់នៅអេពីសូតនេះហើយគាត់នឹងយកជាចំណេះដឹងរបស់គាត់បន្ថែមទៀតតកតងទៅនឹងការមានបុត្រអូនមានកម្រោងចង់បានបុត្រប៉ុន្មាននាក់ចង់បាន3នាក់បងចឹងនេះជាបុត្រដំបូងបន្ទាប់ពីហ្នឹងបុត្រស្រីឬបុត្រប្រុសចង់បានប្រុសបងបន្ទាប់ទៀតបន្ទាប់មកចាំស្រីអញ្ចឹងស្រីប្រុសស្រីចុះបើអត់បានតាមប្រាថ្នាខូចចិត្តអត់ទេបងមូលហេតុឲ្យតែបានតែឲ្យតែជាកូនគឺជាសេចក្តីសុខរបស់ពុកម្ដាយព្រោះកូនកើតមកពីក្តីស្រឡាញ់របស់យើងអញ្ចឹងណាបងបាទហើយបានអូនដាក់ក្តីស្រឡាញ់នឹងទៅកាន់គាត់ខ្លាំងមែនដោយសារយើងអត់ដែលមានកូនបងដល់ពេលយើងមានដំបូងអញ្ចឹងយើងរំភើបហើយយើងគិតថាយើងអាចបង្កើតមនុស្សម្នាក់បានអីអញ្ចឹងណាបងចាអស្ចារ្យមែនតើណាចាបងចឹងអូនមានមោទនភាពចំពោះខ្លួនឯងខ្លាំងមានពេលនេះបាទបងចង់ឲ្យសារនេះទៅកាន់មិត្តនារីផ្សេងទៀតដែលគាត់នៅរុញរាឬក៏គាត់មិនទាន់សម្រេចចិត្តដើម្បីជាសារដាស់តឿនព្រោះដោយសារកូនគឺជាកម្លាំងចិត្តជាសេចក្តីសុខរបស់ពុកម្ដាយចាបងហើយពិសេសការមើលថែពីមនុស្សជុំវិញខ្លួនបងអូនកាន់តែសំខាន់ចាបងតកតងទៅនឹងអាហារូបត្ថម្ភវិញជាទូទៅការបើកូនឲ្យទឹកដោះគឺជារឿងដែលសំខាន់ហើយយើងត្រូវតែធ្វើឲ្យបានក្រោម24ខែគ្មានអ្វីប្រសើរជាងទឹកដោះម្ដាយតែមួយគត់សម្រាប់ក្មេងដែលគាត់ទើបតែកើតហើយចុះក្រៅពីនឹងអូនគិតថាអូនអាចបើកូនដល់កម្រិតណាប្រហែលខែដែរខ្ញុំគិតថាខ្ញុំចង់បើឲ្យបានដល់12ខែអញ្ចឹងហ៎បងប៉ុន្តែបើសិនជាអត់បានខ្ញុំអាចនឹងអេតអាហារូបត្ថម្ភបន្ថែមអញ្ចឹងហ៎បងតើបច្ចុប្បន្ននេះអូនសម្លឹងឃើញអាហារូបត្ថម្ភណាមួយដែលល្អសម្រាប់ក្មេងអត់ព្រោះជាទូទៅវាមានទឹកដោះគោនិងទឹកដោះប៉ាប៉ែចាខ្ញុំសម្លឹងមើលឃើញទឹកដោះប៉ាប៉ែបងវាល្អដោយសារឥឡូវហ្នឹងវាកំពុងតែ viral លើទីផ្សារអញ្ចឹងហ៎បងពិតជាអ្នកម្ដាយសម័យថ្មីមែនតើប្រកាសជាប្រើពេលវេលា
ច្រើនក្នុងការធ្វើ research បានទើបដឹងថាទឹកដោះប៉ប៉ែជាអាហារូបត្ថម្ភមួយចាំបាច់បំផុតសម្រាប់ក្មេងក្នុងពេលបច្ចុប្បន្នអរគុណសម្រាប់ការចែករំលែកដ៏ពិសេសជាច្រើននៅសំណួរចុងក្រោយមួយចង់ឲ្យអូននិយាយអំពីអរគុណទៅកាន់ស្វាមីឬក៏មនុស្សដែលនៅជុំវិញខ្លួនដែលកំពុងតែមើលថែអូនជាដំបូងខ្ញុំអរគុណទៅកាន់ស្វាមីខ្ញុំដែលគាត់តែងតែមើលថែយកចិត្តទុកដាក់បារម្ភដោយសារខ្ញុំអត់ចង់ឲ្យគេឃើញខ្ញុំយំអញ្ចឹងហ៎បងអូនគិតថាការដែលអូនយំហ្នឹងជារឿងសម្ដែងឬក៏បាត់ណាខ្ញុំអត់ចង់ឲ្យគេឃើញទឹកភ្នែកបងអញ្ចឹងតើឥឡូវអូននិយាយពាក្យពេចន៍អីដែលឲ្យស្វាមីរបស់អូនគាត់រំភើបអូនកុំយំតើឲ្យគាត់ឯងយំវិញចង់ប្រាប់គាត់ថាខ្ញុំអរគុណដែលមានគាត់ចូលមកក្នុងជីវិតខ្ញុំចាហើយគាត់តែងតែមើលថែខ្ញុំយកចិត្តទុកដាក់បារម្ភខ្វល់ខ្វាយហើយតែងតែធ្វើនៅអ្វីដែលគាត់គិតថាធ្វើឲ្យខ្ញុំសុខចិត្តអញ្ចឹងបងរឿងអីដែលខ្ញុំអត់សុខចិត្តគឺគាត់អត់ធ្វើទេចាពិតជាពិសេសណាអូនមានពាក្យពេចន៍អីដែលចង់និយាយទៅកាន់គាត់ដែលអូនអត់ធ្លាប់និយាយពីមុនទេខ្ញុំចង់ប្រាប់គាត់ថាខ្ញុំស្រឡាញ់គាត់ហើយខ្ញុំមានសំណាងដែលមានគាត់ជាប្តីចាអរគុណច្រើនសម្រាប់ការចំណាយពេលវេលាហើយអេពីសូតនេះជាអេពីសូតពិសេសដែលអូនចែករំលែកនៅសារដែលសំខាន់ជាច្រើនអរគុណច្រើនផលិនជំរាបលាអូនអរគុណ